ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចំហុយត្រីប្រមាញញ៉ាំបងប្អូននេះចាគ្រឿងផ្សំត្រីប្រមាចំហុយនេះបងប្អូននេះខ្ញុំមានត្រីប្រមាចំនួន1កង់ហើយខ្ញុំមានសាច់ជ្រូកជាប់ខ្លាញ់បងប្អូនយើងលាងទឹកសម្អាតចឹងរួចរាល់មកត្រីប្រមាយើងក៏លាងទឹករួចរាល់ដែរហើយខ្ញុំមានពងទាហើយមានខ្ទឹមសចាំនេះជាបន្លែខ្ញុំមានបន្លែសម្រាប់ផ្ទាប់ជាមួយត្រីប្រមារបស់យើងខ្ញុំមានតសមានត្រប់មានសណ្តែកគួរមានស្ពៃក្តោបមានស្វាយខ្ចីបងប្អូនមានស្វាយខ្ចីការ៉ុតហើយនិងផ្លែចេកដែរហើយគ្រឿងថែមទៀតមានស្ករចេងទៅប៉ុណ្ណឹងណាបងប្អូនចាឥឡូវយើងយកត្រីប្រមារបស់យើងទៅចំហុយសិនត្រីប្រមាយើងដាក់ចានដើម្បីយកទៅចំហុយមុនគេចាបន្ទាប់មកយើងយកបន្លែរបស់យើងហ្នឹងយកមកដាក់យើងលាងទឹកម្សៅហើយទៅមកទឹកទី2នេះយើងដាក់ត្រាំបន្លែយើងទៅចាបន្ទាប់ពីខ្ញុំហាន់សាច់ជ្រូកជាចម្រៀកទូចឹងហើយយើងត្រូវតែច្រាំវាណាបងប្អូនបន្ទាប់ពីសាច់ជ្រូកយើងច្រាំរួចហើយយើងមកដាក់កូនចន្ទែកនេះមួយសិនណាហើយស្បែកជ្រូករបស់យើងក៏ដាក់ចូលដែរមកណាបងប្អូនបន្ទាប់មកនេះខ្ទឹមយើងច្រាំហើយយើងដាក់ចូលចឹងសិនមកណាបងប្អូនចាឥឡូវយើងមកមើលត្រីប្រមារបស់យើងនេះត្រីប្រមារបស់យើងក៏ឆ្អិនហើយឥឡូវនេះខ្ញុំនឹងយកត្រីប្រមារបស់យើងយកទៅបេះយកឆ្អឹងចិនណាបងប្អូនយើងបេះមកយើងដាក់នឹងចានសាច់ជ្រូករបស់យើងត្មងមកគ្រាន់តែធុំក្លិនត្រីប្រមាប៉ុណ្ណឹងបងប្អូនរួយមកភ្លាមចាឥឡូវយើងដួសយើងយកសាច់ត្រីប្រមាយើងដាក់ក្នុងចានសាច់ជ្រូកហើយយើងគ្របសិនណាបងប្អូនយើងមកគោះពងទារបស់យើងគោះយើងថ្នមបន្តិចបងប្អូនដើម្បីកុំឲ្យបែកក្រហមណា
ចានេះខ្ញុំដួសញែកយកតាអាក្រហមបងប្អូនខ្ញុំទុកដាក់លាបពីលើថៃប្រមារបស់យើងចាឥឡូវនេះខ្ញុំចាប់ដើមយកពងទាផ្នែកសហ្នឹងយកមកចាក់ជាមួយត្រីប្រមារបស់យើងមកចាឥឡូវខ្ញុំចាប់ដើមលាយគ្រឿងហើយស្ករនេះប៊ីចេងបងប្អូននេះយើងកូរវឹកអញ្ចឹងបងប្អូនដើម្បីឲ្យចូលជាតិសាច់ជ្រូកនឹងត្រីប្រមារបស់យើងចាបន្ទាប់ពីខ្ញុំកូរវឹកអញ្ចឹងខ្ញុំឃើញថាស្ទើរពងទាឥឡូវខ្ញុំដាក់ពងទាចំនួន2គ្រាប់ចូលថែមទៀតមកពងទាខ្ញុំប្រើ8គ្រាប់បងប្អូនចាបន្ទាប់មកខ្ញុំដាក់លក្ខខ្ទឹមចូលដើម្បីយកត្រីប្រមាយើងទៅចំហុយលក្ខខ្ទឹមខ្ញុំប្រើច្រើនបន្តិចដើម្បីឲ្យឈ្ងុយចាពងទាផ្នែកក្រហមដូចខ្ញុំបានប្រាប់ពីមុនហើយខ្ញុំទុកដាក់មុខលើហើយម្ទេសនេះគឺទុកសម្រាប់ដាក់មុខលើរបស់ត្រីប្រមារបស់យើងដែរចាឥឡូវខ្ញុំនេះខ្ញុំយកកូនចាន3មកដើម្បីដួសត្រីប្រមារបស់យើងដាក់ចំហុយនឹងកូនចានបងប្អូននេះឥឡូវខ្ញុំប្រកបស្បែកនេះទៅក្រោមបងប្អូននេះត្រីប្រមារបស់យើងហ្នឹងបានចំនួន4ចានខ្ញុំកាសអត់ចូលបងប្អូននេះកាសដាក់4ចានអត់បានឥឡូវនេះខ្ញុំដាក់ចំហុយទៅ3ចានសិនណាចាឃើញថាត្រីប្រមារបស់យើងជិតឆ្អិនហើយឥឡូវនេះខ្ញុំដាក់ពងក្រហមចូលមកចាបន្ទាប់មកម្ទេសរបស់យើងបងប្អូននេះដាក់អញ្ចឹងណាខ្ញុំដាក់ម្ទេសហាវ៉ៃបើចង់ហិលយើងដាក់ម្ទេសហិលបន្ថែមទៀតណាដោយសារខ្ញុំមានកូនទូចវ៉ាវណូខ្ញុំកូនស្រីខ្ញុំថាតំណងចាបងប្អូននេះឃើញថាត្រីប្រមាយើងបានឆ្អិនណាបងប្អូនឥឡូវខ្ញុំស្រង់មកហើយចាបងប្អូននេះលក់ត្រីប្រមារបស់យើងបងប្អូននេះ